ទុំមកបង្ហាញនៅរូបមន្តថ្នាំចាស់ពីបរមបារាណលោកបានបន្សល់ទុកមកឲ្យយើងដល់សប្តាហ៍ថ្ងៃនេះណាបងប្អូនគឺជារូបមន្តថ្នាំស្បែកស្វិតបាទអញ្ចឹងខ្ញុំនឹកឃើញដល់ទៅបងវរៈកងទ័ពដែលគាត់ធ្វើសង្គ្រាមការពារខ្ញុំការពារបងប្អូនជនរួមជាតិទាំងអស់បាទដែលយកជីវិតទៅបូជាដើម្បីពួកខ្ញុំដើម្បីជាតិមាតុភូមិអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ញើជូនដល់បងវរៈកងទ័ពទាំងអស់បាទដើម្បីយកថ្នាំនៅទៅប្រើសាកល្បងមើលទៅណាបាទហ្នឹងហើយតើវាស្វិតពិតប្រកបដូចចាស់លោកថាចឹងមែនអត់ចឹងណាបាទហ្នឹងហើយប៉ុន្តែមានបងប្អូនខ្លះគាត់ថាគាត់អត់ប្រើទេគាត់ខ្លាចពេលឈឺទៅចាក់ថ្នាំអត់កើតពេលមានជំងឺឈឺទៅពេទ្យចាក់ថ្នាំអត់កើតទេណាបាទប៉ុន្តែឥឡូវនេះមិនសំខាន់ទេខ្ញុំសូមផ្ញើជូនដល់បងកងទ័ពបើសិនបងណាចង់បានក៏យកទៅប្រើសាកមើលទៅបាទតើប្រកែស័ក្តិសិទ្ធិពិតដូចចាស់បរមបារាណលោកនិយាយលោកបន្សល់ទុកឲ្យចឹងមែនអត់ទេណាបាទអញ្ចឹងនេះរូបមន្តថ្នាំស្បែកស្វិតណាអញ្ចឹងសូមបងប្អូនចែកគ្នាដឹងផងបាទអ្នកមួយផងបាទឥឡូវខ្ញុំមកប្រាប់ថ្នាំស្បែកស្វិតដែលចាស់ពីដើមលោកបន្សល់ទុកឲ្យនោះរួមទៅមាន5មុខបាទ5មុខជាពិសេសបងប្អូនអញ្ចឹងទី1បាទគឺបន្លាធៀងថ្នោតបងប្អូនឃើញទេបាទយើងកាត់ជាកង់ក៏បានបត់ចឹងក៏បានដែរប៉ុន្តែយកទៅតឹងដៃយើងយកមកក្តាប់ចឹងណាបាទចាប់ចឹងមកចាំយើងចាប់បត់វាមក7ស្មើនឹង7បត់ឬក៏7កណាត់ហ្នឹងយើងកាត់ក៏បានកាត់ចេញជា7កង់ក៏បានដែរបាទទី1បន្លាថ្នោត7កង់ណានិយាយចឹងទៅបាទ7កង់វាស់មកទៅតឹងក្តាប់ដៃចឹងណាបាទវាស់មកទៅតឹងក្តាប់ដៃអញ្ចឹងបាទបន្លាថ្នោត7កង់ហើយដោយទាំងសាច់វាយ៉ាងខ្លះផងក៏មកយកបន្លាសុទ្ធណាបាទដោយសាច់វាខ្លះផងបាទចឹងហើយទី2បាទគឺស្នាយបាទនេះដើមស្នាយបាទបំពង់ស្នាយខ្លះហៅលំពងណាអានេះហៅខ្ញុំហៅតែបំពង់អញ្ចឹងទៅណាបាទបំពង់ស្នាយ7កង់ដែរបាទ7កង់ដូចគ្នានេះគឺបំពង់សង្កែបាទបំពង់សង្កែសូមជម្រាបពុកម៉ែបងប្អូនថាបានសង្កែក្រហមទៀតទៅល្អណាបាទអានេះសង្កែសបើរួមបានសង្កែសទៅបំពង់សង្កែទំដោះថ្មីហ្នឹងកាត់មក7កង់ដូចគ្នាបាទនឹងទី3រីឯទី4គឺសម្បកព្រះភ្នៅដែលចាស់គាត់ហូបមលូហ្នឹងយើងយកប៉ុន3ធ្នាប់យើងមកនេះខ្ញុំអត់ពុកម៉ែបងប្អូនណាប៉ុន3ធ្នាប់ប្រវែងម្រាមកដាលហ្នឹងបាទប៉ុន3ធ្នាប់ប្រវែងម្រាមកដាលហ្នឹងយើងយកមកហើយរីឯទី4គឺបាទអង្ក្រងនេះយក12គ្រាប់បាទបងប្អូនរាប់ទៅគ្រាប់12ទៅអង្ក្រងនៅជ្រុះទៀតហាលរូបក្រៀមស្អាតបាទបន្ទាប់មកបងប្អូនយកមកដាក់ចូលក្នុងឆ្នាំងដីប្រើឆ្នាំងដីណាបងប្អូនត្រូវចាំអញ្ចឹងប្រើឆ្នាំងដីបាទអញ្ចឹងមកយើងដាក់ចូលទៅបាទកំពង់សង្កែកំពង់ស្នាយហ្នឹងដាក់ចូលទៅសម្បកព្រះភ្នៅហើយនឹងបាទអង្ក្រងចឹងប៉ុណ្្នឹងមកបងប្អូនដាក់ទឹកមកពេញមកបាទចាក់ទឹកមកពេញដាក់លើភ្លើងប៉ុន្តែមុនដាក់បងប្អូនត្រូវសូត្រដាស់បាទនេះធូប3សរសៃឥឡូវខ្ញុំប្រាប់អង្គគាថាសូត្រដាស់ណាបាទចឹងបងប្អូនត្រូវសូត្រគោទឹកបាទសូត្រគោទឹកហ្នឹងលើភ្លើងហ្នឹងយើងសូត្រនមោតស្សៈគ្រប់3ជាប់ទៅនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈគ្រប់3ជាប់ហើយយើងសូត្រដាស់ថ្នាំសិនបាទដាស់ថ្នាំគេសូត្រឧមៈបាទដាក់ចោលលំបាច់គោក៏បានគោចឹងក៏បានសាច់ចិត្តយើងbutសំខាន់ជើងធូបនៅលេខទឹកចឹងណាបាទយើងសូត្រទៅឧមៈដាស់កੰមហាដាស់កੰអោសដ្ឋទៅបាំងប្រសិទ្ធិមីបាទអោសដ្ឋបានន័យថាថ្នាំហ្នឹងហើយបាទឧមៈដាស់កੰមហាដាស់កੰអោសដ្ឋទៅបាំងប្រសិទ្ធិមីបាទសូត្រ3ចប់ឧមៈដាស់កੰមហាដាស់កੰអោសដ្ឋទៅបាំងប្រសិទ្ធិមីចប់ហើយយើងសូត្រនេះមួយទៀតបាទសូត្រសង្កត់ពីលើថ្នាំមួយថ្នាំមកបកែណាបាទគេសូត្រថាធិបិសេធិអសធัวបងប្អូនធัวដាក់ស្រអ៊ីធិបដាក់ស្រអេសដាក់ស្រអេបាទធិបិសេបាទធិបិសេគង់ស្បែកធិពិសេគង់សាច់ធិបិសេគង់ឆ្អឹងបាទសូត្រចឹងទៅធិបិសេគង់ស្បែកធិបិសេគង់សាច់ធិបិសេគង់ឆ្អឹងចឹងទៅសូត្រ3ដងហើយយើងដាក់ធូបផ្អែកចេះមើលយើងដៃនិយាយយើងពិបាកដាក់គ្រាប់ហើយតែចឹងមកបាទហើយយើងសួរធូបចោលចឹងទៅឲ្យឆេះចោលមើលតែនិយាយនេះឯងបងប្អូនអើយបាទទៅហ្នឹងហើយចឹងណាបងប្អូនសួរទៅឲ្យពុះចោលហ្នឹងទៅបាទឲ្យពុះចង់រីងហ្នឹងណាបាទចឹងទៅយើងដួសមហូបហើយយើងយកទឹកក្តៅនោះមកកំប៉ុងលាយទឹកងុយផងណាទឹកថ្នាំហ្នឹងណាងុយផងផឹកផងបងប្អូនផឹកតលសាបទៅបាទផឹកតលសាបយើងយកកាកថ្នាំនេះហាលឲ្យស្ងួតដុតយកផៃទៅលាបខ្លួនទៀតបាទកាកថ្នាំទាំងអស់នេះណាយើងផឹកដល់អាសាបហើយយកមកដុតកំឡោចទៅយកផៃលាបខ្លួនទៀត
នឹងស្បៃស្វិតបងប្អូនណាបាទថ្នាំស្បៃស្វិតបាទបងប្អូនចាក់ស្ដាប់ណាមុនគេថាសារចុះសារឡើងលុះត្រាតរចាំបាទអញ្ចឹងកុំភ្លេចជួយ share ចែកគ្នាដឹងរូបមន្តថ្នាំស្វិតដូនតាខ្មែរយើងមិនសល់ឲ្យណាបាទអរគុណច្រើនហើយយើងលសប្ថ្ងៃនេះណាបងប្អូនគឺជារូបមន្តថ្នាំស្បៃស្វិតបាទអញ្ចឹងខ្ញុំនឹកឃើញដល់ទៅបងវរៈកងទ័ពដែលគាត់ធ្វើសង្គ្រាមការពារខ្ញុំការពារបងប្អូនជនរួមជាតិទាំងអស់បាទដែលយកជីវិតទៅបូជាដើម្បីពួកខ្ញុំដើម្បីជាតិមាតុភូមិអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ញើជូនដល់បងវរៈកងទ័ពទាំងអស់បាទដើម្បីយកថ្នាំនៅទៅប្រើសាកល្បងមើលទៅណាបាទហ្នឹងហើយតើវាស្វិតពិតប្រកបដូចចាស់លោកថាចឹងមែនអត់ចឹងណាបាទហ្នឹងហើយប៉ុន្តែមានបងប្អូនខ្លះគាត់ថាគាត់អត់ប្រើទេគាត់ខ្លាចពេលឈឺទៅចាក់ថ្នាំអត់កើតពេលមានជំងឺឈឺទៅពេទ្យចាក់ថ្នាំអត់កើតទេណាបាទប៉ុន្តែឥឡូវនេះមិនសំខាន់ទេខ្ញុំសូមផ្ញើជូនដល់បងកងទ័ពបើសិនបងណាចង់បានក៏យកទៅប្រើសាកមើលទៅបាទតើបកែស័ក្តិសិទ្ធិពិតដូចចាស់បរមរានលោកនិយាយលោកមិនសល់ទុកឲ្យចឹងមែនអត់ទេណាបាទចឹងនេះរូបមន្តថ្នាំស្បៃស្វិតណាចឹងសូមបងប្អូនចែកគ្នាដឹងផងបាទឥឡូវខ្ញុំមកប្រាប់ថ្នាំស្បៃស្វិតដែលចាស់ពីដើមលោកបសល់ទុកឲ្យនោះរួមទៅមាន5មុខបាទ5មុខជាពិសេសបងប្អូនអញ្ចឹងទី1បាទគឺបន្លាធៀងថ្នោតបងប្អូនឃើញទេបាទយើងកាត់ជាកង់ក៏បានបត់អញ្ចឹងក៏បានដែរប៉ុន្តែយកទៅតឹងដៃយើងយកមកក្តាប់អញ្ចឹងណាបាទចាប់អញ្ចឹងមកចាំយើងចាប់បត់វាមក7ស្មើនឹង7បត់ឬក៏7កណាត់ហ្នឹងយើងកាត់ក៏បានកាត់ចេញជា7កង់ក៏បានដែរបាទទី1បន្លាថ្នោត7កង់ណានិយាយអញ្ចឹងទៅបាទ7កង់វាស់មកទៅតឹងក្តាប់ដៃអញ្ចឹងណាបាទវាស់មកទៅតឹងក្តាប់ដៃអញ្ចឹងបាទបន្លាថ្នោត7កង់ហើយដោយទាំងសាច់វាយ៉ាងខ្លះផងក៏មកយកបន្លាសុទ្ធណាបាទដោយសាច់វាខ្លះផងបាទអញ្ចឹងហើយទី2បាទគឺស្នាយបាទនេះដើមស្នាយបាទបំពង់ស្នាយខ្លះហៅលំពងណាអានេះហៅខ្ញុំហៅតែបំពងអញ្ចឹងទៅណាបាទបំពង់ស្នាយ7កង់ដែរបាទ7កង់ដូចគ្នានេះគឺបំពង់សង្កែបាទបំពង់សង្កែសូមជម្រាបពុកម៉ែបងប្អូនថាបានសង្កែក្រហមទៀតទៅល្អណាបាទអានេះសង្កែសបើរួមបានសង្កែសទៅបំពង់សង្កែទំដោះថ្មីហ្នឹងកាត់មក7កង់ដូចគ្នាបាទនឹងទី3រីឯទី4គឺសម្បកព្រះភ្នៅដែលចាស់គាត់ហូបមលូហ្នឹងយើងយកប៉ុន3ធ្នាប់យើងមកនេះឃើញអត់ពុកម៉ែបងប្អូននេះប៉ុន3ធ្នាប់ប្រវែងមករៀមកដាលហ្នឹងបាទប៉ុន3ធ្នាប់ប្រវែងមករៀមកដាលហ្នឹងយើងយកមកហើយរីឯទី4គឺបាទអង្ក្រងនេះយក12គ្រាប់បាទបងប្អូនរាប់ទៅគ្រប់12ទៅអង្ក្រងនៅជ្រុះទៀតហាលរូបក្រៀមស្អាតដែរបាទបន្ទាប់មកបងប្អូនយកមកដាក់ចូលក្នុងឆ្នាំងដីប្រើឆ្នាំងដីណាបងប្អូនត្រូវចាំអញ្ចឹងប្រើឆ្នាំងដីបាទអញ្ចឹងមកយើងដាក់ចូលទៅបាទពងសង្កែពងស្នាយហ្នឹងដាក់ចូលទៅសម្បកព្រះភ្នៅហើយនឹងបាទអង្ក្រងអញ្ចឹងប៉ុណ្្នឹងមកបងប្អូនដាក់ទឹកមកពេញមកបាទចាក់ទឹកមកពេញដាក់លើភ្លើងប៉ុន្តែមុនដាក់បងប្អូនត្រូវសូត្រដាស់បាទនេះធូប3សរសៃឥឡូវខ្ញុំប្រាប់អង្គាថាសូត្រដាស់ណាបាទអញ្ចឹងបងប្អូនត្រូវសូត្រកោទឹកបាទសូត្រកោទឹកហ្នឹងលើភ្លើងហ្នឹងយើងសូត្រនមោតាសៈគ្រប់3ជាប់ទៅនមោតាសៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈគ្រប់3ជាប់ហើយយើងសូត្រដាស់ថ្នាំសិនបាទដាស់ថ្នាំគេសូត្រឧមៈបាទដាក់ចោលមិនបាច់គោក៏បានគោអញ្ចឹងក៏បានស្រាច់ចិត្តយើងបើសំខាន់ជើងធូបនៅលេងទឹកអញ្ចឹងណាបាទយើងសូត្រទៅឧមៈដាស់កੰមហាដាស់កੰអោសដ្ឋៈទៅបាំងប្រសិទ្ធិមីបាទអោសដ្ឋៈបានន័យថាថ្នាំហ្នឹងហើយបាទឧមៈដាស់កੰមហាដាស់កੰអោសដ្ឋៈទៅបាំងប្រសិទ្ធិមីបាទសូត្រ3ជាប់ហ្នឹងឧមៈដាស់កੰមហាដាស់កੰអោសដ្ឋៈទៅបាំងប្រសិទ្ធិមីជាប់ហើយយើងសូត្រនេះមួយទៀតបាទសូត្រសង្កត់ពីលើថ្នាំមួយបកែណាបាទគេសូត្រថាធិបិសេធិអសធัวបងប្អូនធัวដាក់ស្រអ៊ីធិបដាក់ស្រអេសដាក់ស្រអេបាទធិបិសេបាទធិបិសេគងស្បែកធិពិសេគងសាច់ធិបិសេគងឆ្អឹងបាទសូត្រអញ្ចឹងទៅធិបិសេគងស្បែកធិបិសេគងសាច់ធិបិសេគងឆ្អឹងអញ្ចឹងទៅសូត្រ3ដងហើយយើងដាក់ធូបផ្អែកចេះមើលយើងដៃនិយាយយើងពិបាកដាក់គ្រាប់ហើយដាក់អញ្ចឹងមកបាទហើយយើងសួរធូបចោលអញ្ចឹងទៅឲ្យឆេះចោលមើលដៃនិយាយនេះឯងបងប្អូនអើយបាក់ទៅហ្នឹងហើយអញ្ចឹងណាបងប្អូនសួរទៅឲ្យពុះចោលអញ្ចឹងទៅបាទឲ្យពុះចង់រីងអញ្ចឹងណាបាទអញ្ចឹងទៅយើងដួសម្ហូបហើយយើងយកទឹកក្តៅនោះមកកំប៉ុងលាយទឹកងុយផងណាទឹកថ្នាំហ្នឹងណាងុយផងផឹកផងបងប្អូនផឹកតលសាបទៅបាទផឹកតលសាបយើងយកកាកថ្នាំនេះ
ហាឡើយស្ងួតដុតយុភ័យវាលៀបខ្លួនទៀតបាទនេះកាកថ្នាំទាំងអស់នេះណាយើងផឹកដល់អាសាបហើយយកមកដុតកំឡោចទៅយុភ័យលៀបខ្លួនទៀតនឹងស្បៃស្វិតបងប្អូនណាបាទថ្នាំស្បៃស្វិតបាទបងប្អូនចាក់ស្ដាប់ទៅណាមុនគេថាស្អាតចុះសារឡើងលុះត្រាតរិចាំបាទអញ្ចឹងកុំភ្លេចជួយ share ចែកគ្នាដឹងរូបមន្តថ្នាំស្វិតដូនតាខ្មែរយើងមិនសល់ឲ្យណាបាទអរគុណច្រើន